ព្រះសូរិយារៀបលិចបន្សល់ទុកនៅផ្ទៃមេឃដែលមានពណ៌ក្រហមព្រឿងជះពន្លឺមកកាន់ផ្ទៃផែនភស្តុភារបណ្ដាលឲ្យផ្ទៃដីដែលមានពណ៌ក្រហមហាក់បីដូចជាមាសខ្យល់ត្រជាក់នាពេលល្ងាចបក់រសៀកបណ្ដាលឲ្យស្លឹកនៃរុក្ខជាតិបករវិចហាក់បីដូចជាលើកដៃបក់បោយដង្ហើយហៅបរិសម្នាក់ដែលកំពុងនៅអង្គុយមាត់ទ្វារនៃកាំជណ្ដើរផ្ទះបើយើងក្រឡេកទៅមើលផ្ទៃនៃផែនដីវិញហាក់បីដូចជាគេក្រាលដោយកម្រាលព្រំមានពណ៌មាសផ្ទះសាងសង់ឡើងអំពីឈើដំបូលប្រក់ស្លឹកបែរមុខទៅទិសខាងកើតបង្ហាញរាងយ៉ាងសង្ហានាឆ្នាំ2000ស្ដើងយុវជនម្នាក់អង្គុយយ៉ាងស្ងៀមស្ងាត់សម្លឹងទៅមើលស្លឹកនៃផ្ការំយោដែលបក់រវិចហាក់បីដូចជាលើកដៃបក់បោយដង្ហើយហៅខ្លួនឲ្យទៅរកស្លឹកនៃផ្កានោះម្ដងម្កាលខ្យល់ដ៏ត្រជាក់ប៉ះមកលើស្លឹកត្រចៀកពេលខ្លះក៏ផាតមកប៉ះនៅលើចុងសក់ធ្វើឲ្យគេមានអារម្មណ៍ថារសើបនិងព្រឺសម្បល់ខ្ញាក់សំឡេងធាក់កង់ឮសូរងឺតងត់មិនយូរប៉ុន្មានកង់បានបញ្ឈប់នៅចំពីមុខផ្ទះអ្នកកំឡោះវិចិត្របានចុះពីលើកង់ហើយស្រែកហៅទៅកាន់មិត្តសម្លាញ់នឹងគ្នាតាំងពីកុមារភាពមករាជដល់ម៉ោងហើយយើងតោះរាជមនីក្រោកពីអង្គុយទៅផ្លាស់សម្លៀកបំពាក់យ៉ាងកញ្ចាស់ដែលធ្លាប់ទៅស្រែកន្លងមកគេបានចាប់ប្រមូលយកទ្រូនិងបង្កាយដែលបានរៀបចំទុកដាក់នៅឯផ្ទះបាយផ្នែកខាងក្រោយនៃល្វែងផ្ទះយកមកកាន់និងស្ពាយជាប់នឹងខ្លួនក៏ឡើងកង់ទៅជាមួយវិចិត្រប៉ុន្មានថ្ងៃនេះរោគត្រីមិនសូវបានសោះរាជដកដង្ហើមធំនិងនិយាយទៅកាន់វិចិត្រដែលកំពុងតែធាក់កង់ពិតណាស់ត្រីឥឡូវពិបាករកណាស់ដោយសារតែមានអ្នកនេសាទដោយប្រើឧបករណ៍ឆក់វិចិត្របានឆ្លើយតបយ៉ាងរហ័សដោយភាពស្និទ្ធស្នាលតូចក្រយានបានបោះដំណើរទៅមុខបន្តិចម្ដងសន្សឹមធ្វើដំណើរទៅមុខមិនយូរប៉ុន្មានកំឡោះទាំងពីរបានមកដល់បឹងដែលខ្លួនត្រូវរីបង្កាយបឹងដ៏ធំមានភាពថ្លាខ្យងវារីរុក្ខជាតិដុះស្អេកស្កះចំកណ្ដាលបឹងបញ្ចេញផ្លែផ្កានិងត្រួយដ៏ខ្ចីឯពពុះមាត់ត្រីបែកឡើងផុលហាក់បីដូចជាផ្ដល់ក្តីសង្ឃឹមឲ្យកំឡោះទាំងពីរយល់ឃើញថាថ្ងៃនេះពិតជាសម្បូរត្រីជាងសពមួយដងក្តីសង្ឃឹមនេះធ្វើឲ្យបុរសទាំងពីរហាក់បីដូចជាមានទឹកមាត់លេបដោយគិតថាថ្ងៃស្អែកនឹងបានម្ហូបឆ្ងាញ់ជាក់ជាមិនខានគ្រាន់តែឃើញពពុះមាត់ត្រីពួកគេក៏គិតដល់ត្រីដែលមានសភាពធំដូចជាត្រីអណ្ដែងត្រីផ្ទុកនិងត្រីឆ្តោជាដើមហើយមើលទៅនិយាយរឿងត្រីអណ្ដែងនឹកដល់ម្ជូរស្វាយបើអាំងឲ្យឈ្ងុយបន្តិចស្រក់ខ្លាញ់តក់ហើយហូបជាមួយបាយកកគឺថាចាប់មាត់ដកចិត្តមិនរួចតែម្ដងហើយមើលទៅបង្កាយត្រូវបានរាយរួចរាល់ជាស្ថាពរព្រះអាទិត្យលិចបាត់រូបរាងទៅហើយស្បៃអន្តរកាលបានក្របដណ្ដប់មកលើផែនដីបន្សល់ទុកតែភាពងងឹតស្លុបតូចក្រយានឈានដំណើរទៅមុខសន្សឹមអ្នកកំឡោះ
បានជិះកង់បណ្ដាពិភាក្សាគ្នាបណ្ដាគេសើចគេសប្បាយគេច្រៀងគេនិយាយលេងគ្នាទៅវិញទៅមកដោយភាពស្និទ្ធស្នាលមើលទៅអ្នកកំឡោះទាំងពីរហាក់បីដូចជាគ្មានភ័យព្រួយទៅនឹងរឿងអ្វីសោះឡើយបើនិយាយឲ្យសាមញ្ញទៅគឺថាគ្មានជំពាក់អ្នកណាមួយរៀលសោះខណៈពេលដែរអ្នកទាំងពីរសប្បាយរីករាយក្នុងការធ្វើដំណើរត្រឡប់មកកាន់ផ្ទះវិញស្រាប់តែមានសំឡេងមួយបានបន្លឺឡើងអូយអូយកង់និងបុរសទាំងពីរត្រូវបានដួលទៅលើចិញ្ចើមថ្នល់យុវតីម្នាក់បានដួលទៅលើកណ្ដាលផ្លូវភ្នែករំពៃងាកទៅមើលកែងដៃរបស់ខ្លួនដែលប៉ះទង្គិចទៅនឹងផ្លូវថ្នល់ពួកឯងខ្វាក់ភ្នែកទេឬអូយនាងស្ដីបន្ទោសទៅកាន់យុវជនទាំងពីរដោយកំរោលថ្មិញរបស់នាងខំបបោមាត់ក្រោមស្ទើរដាច់ចេញពីគ្នាទឹកភ្នែកស្រក់ហូរមកលើផែនថ្ពាល់មកច្រាវដោយសេចក្តីស្អប់មិនដឹងថានាងស្អប់យុវជនទាំងពីរនាក់នេះតាំងពីពេលណាមកហើយទេសូមទោសអ្នកនាងរាជបាននិយាយទៅកាន់យុវនារីដោយសម្ដីស្រទន់នាងបានបន្តស្ដីបន្ទោសទៅកាន់យុវជនទាំងពីរនាក់បន្តទៀតថាខ្លួនក្ររហាមទេតែជិះកង់មិនមើលមុខមិនមើលក្រោយសោះនេះបើឯងបុកខ្ញុំហើយបាក់ដៃបាក់ជើងតើពួកឯងមានប្រាក់អ្វីសម្រាប់ព្យាបាលជំងឺខ្ញុំកំឡោះទាំងពីរបានត្រឹមលើកដៃសំពះនិងគ្មានពាក្យអ្វីវាចាក្រៅពីពាក្យថាសុំទោសទៅកាន់នារីក្រមុំឡើយអូប្រិយមិត្តជាទីស្រឡាញ់ខ្ញុំភ្លេចប្រាប់ឲ្យឈឹងថាយុវតីក្រមុំគេមានឈ្មោះថារតនាជាកូនស្រីលោកមេឃុំនាងមានកម្ពស់ប្រហែលជា1 ម៉ែត្រនិង60 សង់ទីម៉ែត្រយុវនារីនេះជានារីរាងកាយបន្តិចនិងមានលក្ខណៈឆ្មើងឆ្មៃពុំសូវចូលចិត្តអ្នកក្រប៉ុន្មានទេកែវភ្នែកដ៏មុតថ្លាប្រៀបបីដូចជានិលដែលត្រូវបានច្នៃដោយជាងត្បូងវងភ័ក្រដ៏មួក្រឡង់ប្រៀបបីដូចជាវងព្រះចន្ទ្រាដែលរះចំកណ្ដាលរាត្រីពេញបរមីស្បែកដ៏ស្រទន់ប្រៀបបីដូចជាសំឡីកប្បាសរបស់នាងធ្វើឲ្យបុរសមិនតិចទេដែលលងក្នុងអន្លង់ស្នេហ៍នៃសម្រស់មាននាវីក្រមុំថ្លែងអំពីយុវជនកំសត់ទាំងពីរនាក់ត្រូវបាននារីស្ដីបន្ទោសយ៉ាងចាស់ដៃបានត្រឹមតែសម្រក់ទឹកភ្នែកចូលចិត្តនឹងខ្លួនឯងហេតុអ្វីបានជាខ្ញុំកើតមកក្រតើអ្នកក្រខុសដែរឬទេហេតុអ្វីបានជាមនុស្សគ្រប់គ្នាចូលចិត្តមើងងាយនិងស្អប់ខ្ពើមអ្នកក្រម្លេះសំណួរដ៏ច្រើនត្រូវបានផុសឡើងពេញខួរក្បាលរបស់រាជដែលជាកំឡោះកំសត់នារីក្រមុំចាប់យកចង្គៀងម៉ាំងសុងដែលជ្រុះទៅនឹងដីយកឈើគោះមកអុជហើយធ្វើដំណើរទៅផ្ទះបាត់ទៅវិចិត្របានលើកកង់បញ្ឈរឡើងហើយដប់មិត្តសម្លាញ់ទៅកាន់គេហដ្ឋានរៀងខ្លួនរាត្រីស្ងាត់វងរថចរចាប់ផ្ដើមហោះហើរឆ្វាយពីដើមឈើមួយទៅដើមឈើមួយបោះពួយយ៉ាងលឿនទៅរកចំណីអាហារសត្វកណ្ដុរចេញពីរូងដើម្បីស្វែងរកចំណីតាមវាលស្រែនិងស៊ីស្រូវរបស់ប្រជាកសិករ
ព្រះច័ន្ទបានបង្ហាញខ្លួនមួយចំណិតពីទិសខាងកើតប្រៀបបីដូចជាពន្លឺនៃក្តីសង្ឃឹមរបស់រាជប៉ុន្តែក្តីសង្ឃឹមនេះបានរលាយបាត់ទៅវិញដោយពាក្យតេះដៀរបស់ស្រីក្រមុំរតនាពន្លឺនៃក្តីសង្ឃឹមតើពន្លឺនៃក្តីសង្ឃឹមរបស់រាជជាអ្វីគឺថាគេបានជួបនារីរតនាកាលពីល្ងាចមិញនោះឯងនិយាយតែប៉ុណ្ណេះយើងអាចកាត់យល់ន័យបានថាក្នុងចំណោមបុរសដ៏ច្រើនដែលលងស្រឡាញ់នារីរតនាក៏មានរាជម្នាក់ផងដែរចំកណ្ដាលនៃល្វែងផ្ទះមាននៅកំសត់ដេកសន្ធឹងយកដៃកងថ្ងាសសេចក្ដីគិតពាក្យរបស់រតនាកាលពីល្ងាចមិញសំណួរក៏ចាប់ផ្ដើមចូលមកក្នុងខួរក្បាលរបស់គេម្ដងទៀតហេតុអ្វីបានជាគេកើតមកក្រហេតុអ្វីបានជាមនុស្សគ្រប់គ្នាមើលងាយនិងស្អប់ខ្ពើមអ្នកក្រអ្វីម្ល៉េះកើតមកជាអ្នកក្រខុសដែរឬទេទេអ្នកក្រមិនខុសទេខុសតែមនុស្សដែលស្អប់អ្នកក្រទេតើទេស្នេហាមិនប្រកាន់វណ្ណៈទេគេមិនស្រឡាញ់ឯងទេឯងស្រឡាញ់គេម្នាក់ឯងទេគេស្អប់ឯងណាស់ទេអត់ទេឯងមិនត្រូវស្រឡាញ់រតនាទេឯងក្រតើឯងមានសិទ្ធិអ្វីទៅស្រឡាញ់នាងអត់ទេឯងមិនត្រូវបោះបង់ក្តីស្រឡាញ់នេះទេគ្រាន់តែស្រឡាញ់គ្មានខុសអ្វីទេនឹកដល់ពាក្យរតនាតេះដៀលកាលពីល្ងាចមិញធ្វើឲ្យមាននប់កំសត់ស្រក់ទឹកភ្នែកមកច្រាវគិតឡើងវិញថាត្រូវតែបោះបង់ក្តីស្រឡាញ់នេះម្ដងគិតថាបោះបង់ម្ដងគិតថាត្រូវចាប់យកក្តីស្រឡាញ់នេះឲ្យបានវល់គំនិតគិតអ្វីមិនចេញអន្លង់វិកលចរិតត្រូវបានខិតចូលមកចិត្តបុរសកំសត់ស្នេហ៍ទៅហើយម្ដងគិតថាបោះបង់ក្តីស្រឡាញ់មួយនេះម្ដងគិតថានឹងចាប់យកក្តីស្រឡាញ់មួយនេះឲ្យបានពេញមួយរាត្រីគេមិនបានដេកស្កប់ស្កល់ពេញភ្នែកទេណាមួយឈឺចាប់រឿងនារីរតនាតេះដៀលណាមួយឈឺចាប់រឿងខ្លួនស្រឡាញ់គេតែម្នាក់ឯងទឹកភ្នែកចាប់ផ្ដើមស្រក់មកច្រាវប្រៀបបីដូចជាទឹកដែលបាក់ទំនប់ហូរមកច្រាលពេញផ្ទៃប្រឡាយអ្នកបានយកខ្នងដៃជូតទឹកភ្នែកដែលស្រក់មកលើផែនថ្ពាល់ម្ដងហើយម្ដងទៀតឥតស្រាកស្រានប្រិយមិត្តជាទីស្រឡាញ់ឃើញទេនេះហើយជាស្នេហាដែលលងស្រឡាញ់គេតែម្នាក់ឯងវាធ្វើឲ្យឈឺចាប់យ៉ាងនេះប៉ុន្តែអ្វីដែលកាន់តែឈឺចាប់ជាងនេះទៅទៀតនោះគឺពាក្យតេះដៀលនិងប្រមាថមើលងាយអំពីជនដែលយើងលួចស្រឡាញ់នេះតែម្ដងវាប្រៀបបីដូចជាគេយកកាំបិតមកចាក់ចំបេះដូងរាប់រយកាំបិតធ្វើឲ្យឈឺចាប់ស្ទើរផុតដង្ហើមម្ដងតើនេះឬជាឥទ្ធិពលនៃក្តីស្រឡាញ់រាត្រីនេះคล้ายទៅជារាត្រីដ៏ខ្វល់ខ្វាយសម្រាប់រាជពេញមួយរាត្រីអ្នកមិនបានគេងលក់ស្កប់ស្កល់ឡើយផ្លូវដែលគេគិតនោះគឺមានតែពីរយ៉ាងប៉ុណ្ណោះចាប់យកបោះបង់
ចាប់យកបោះបង់